ខ្ញុំសូមគោរពជម្រាបសួរទៅកាន់ពុកម៉ែបងប្អូននៅក្នុងប្រទេសរួមទាំងក្រៅប្រទេសផងដែរថ្ងៃនេះខ្ញុំមកចេញវីដេអូមួយគឺខ្ញុំមានផ្នែកកំណត់មួយដើម្បីជួយចាផ្ដល់ជាកំណត់នៅក្នុងប្រទេសជាតិរបស់យើងទាំងអស់គ្នាចាខ្ញុំដឹងថារាល់ថ្ងៃយើងកំពុងមានបញ្ហាជាមួយនឹងប្រទេសជិតខាងហើយមានការឈ្លានពានមិនឈប់ឈរហើយបើខ្ញុំចេញប្រធានបទថ្ងៃនេះចាខ្ញុំសូមអភ័យទោសជាមុនសម្រាប់ពុកម៉ែបងប្អូនបើសិនជាខ្ញុំនិយាយខុសឆ្គងនៅប្រការណាខ្ញុំសូមចេញមតិយោបល់បែបជាគេហៅថា family គឺជាប្រទេសកម្ពុជាយើងតែមូលចាគឺឲ្យតែជនជាតិខ្មែរគឺជាគ្រួសារតែមួយចាហើយខ្ញុំសូមនិយាយយោបល់នេះគឺខ្ញុំប្រាប់សូមលើកដៃអភ័យទោសទៅជាមុនបើសិនខ្ញុំនិយាយខុសឡើងប្រការណាណាតែបើខ្ញុំចេញវីដេអូខាន់ថ្ងៃនេះគឺខ្ញុំអត់ពាក់ព័ន្ធជាមួយនឹងការជេរឬក៏ការលក្ខណៈថាតបតទៅប្រទេសជិតខាងនឹងដោយប្រើកំហឹងទេគឺខ្ញុំប្រើចិត្តសាស្ត្រពាក់ព័ន្ធជាមួយនឹងការរួបរមណាសម្រាប់ពុកម៉ែបងប្អូនទាំងគ្នាត្រូវចាំថាធ្វើអីក៏ដោយក៏យើងត្រូវការរួបរមដែរបើមិនជាយើងមិនអាចរួបរមគ្នាឲ្យបានស្រស់ដៃគ្នាគឺយើងមិនអាចបំបាក់សត្រូវបានទេចាឥឡូវឧទាហរណ៍ថាយើងរួបរមជាមួយនឹងឯងជាមួយនឹងប្រព័ន្ធសង្គម social media យើងអាចឈ្នះគេដោយសារខ្មែរលិចទឹកមួយទៅលិចទៅកាត់មួយទៅដបងទៅជើងអញ្ចឹងយើងពិបាកណាស់តែអ្វីដែលយើងអាចរួមយកឈ្នះសត្រូវបានណាគឺយើងនាំគ្នារួមចាជាមួយនឹងវិធីផ្សេងចាអ្វីដែលយើងអាចលើកទឹកមុខប្រទេសជាតិបានយើងអាចធ្វើឲ្យប្រទេសយើងទូចប៉ិតតែឈ្នះពួកប្រទេសមហាអំណាចមួយចំនួនដែលមកឈ្លានពានទឹកដីយើងគឺការបញ្ចេញសកម្មភាពមិនមែនការប្រើពាក្យសម្ដីឬក៏ការ like share ហ្នឹងដើម្បីឲ្យពិភពលោកគេដឹងថាខ្មែរយើងរងគ្រោះគេគឺជាជនបង្កទេព្រោះលើលោកនឹងគ្មានអ្នកណាដឹងឬអាចកំបាំងជាងពិភពលោកហ្នឹងគឺប្រទេសមហាអំណាចគេដឹងអស់ហើយគេដឹងថាប្រទេសទាំងអស់នឹងមកពីណាហើយឈ្លានពានពីទាំងណាតាំងពីដើមមកប៉ុន្តែគេអត់និយាយតែអ្វីដែលគេចង់ដឹងថាតើប្រទេសកម្ពុជាយើងហ្នឹងអាចធ្វើអីបានដើម្បីប្រទេសខ្លួនឯងអាចជួយអីបានដើម្បីប្រទេសខ្លួនឯងអញ្ចឹងគេរងថ្ងៃសម្បីតែគេបង្កើតសារព័ត៌មានដើម្បីមកបង្ហាញព័ត៌មានលើសង្គមគេក៏គេត្រូវការរៃអង្គាសថវិកាពីចាប្រជាពលរដ្ឋគេដើម្បីបង្កើតជាថវិកាដើម្បីផ្សព្វផ្សាយព័ត៌មានដើម្បីប្រចាំប្រទេសគេនិងទីណានេះគឺអីគឺមកការរួបរមចារួបរមនេះមិនមែននិយាយតែម៉ូតទេណាចាទាំងពីស្មោះត្រង់ទង្វើនិងសកម្មភាពនេះចាជាក់ស្ដែងហ្នឹងទៅអាចយកឈ្នះរួមសាមគ្គីគ្នាបានត្រឹមត្រូវហើយបើយើងរួមតែពាក្យសម្ដីរួមតែឡាច់តាសែហ្នឹងតែយើងអាចជួយប្រទេសជាតិយើងបានដល់របៀបណាសូមគិតទាំងអស់គ្នាណាពុកម៉ែបងប្អូនជាជនជាតិខ្មែរមិនថាក្នុងប្រទេសដោយក្រៅប្រទេសក៏ដោយវីដេអូខ្ញុំតែងចេញចាជាច្រើនคลิปប៉ុន្តែបងប្អូនទាំងអស់គ្នាមិនសូវចាប់អារម្មណ៍ថាវាមានចំណុចពិសេសសម្រាប់បងប្អូនសម្រាប់ប្រទេសជាតិយើងមែនតើចាគឺអីដូចខ្ញុំធ្លាប់និយាយថាខ្ញុំគាត់បញ្ចូលសម្លេងខ្ញុំថាឧទាហរណ៍ថាយើងជាពាក្យបំណុលប្រទេសថៃចំនួន$55 លានដែលខ្ញុំធ្លាប់ចេញវីដេអូមុននោះអានឹងគឺជាចាការសរសេរពីបុគ្គលផ្សេងតែខ្ញុំយកមកលើកជាប្រធានបទបើសិនជាយើងចង់រួចបំណុលគេឬក៏មិនចង់ឲ្យគេមើលងាយយើងតែយើងព្យាយាមធ្វើអីមុនគឺយើងព្យាយាមដោះបំណុលណាបើសិនជាប្រទេសជាតិយើងគឺយើងនាំគ្នារួមគ្នាដើម្បីដោះបំណុលកុំឲ្យថ្នាក់ដឹកនាំគាត់ទៅដោះម្នាក់ឯងរួចបំណុលយើងអត់ដឹងទេថាជាពាក្យដោយសារអីយើងជាប្រជាពលរដ្ឋយើងដឹងថាអ្នកណាកាន់កាប់អ្នកនោះហើយអ្នកបំផ្លាញឬក៏អ្នកកំចៃបំណុលនឹងឲ្យកើនឡើងប៉ុន្តែយើងអត់ដឹងរឿងយើងមិនមែនជាថ្នាក់ដឹកនាំអញ្ចឹងពេលខ្លះខ្ញុំមិនមែនកាន់ជើងថ្នាក់ដឹកនាំទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកគ្នាចាថយមួយជំហានណានៅពេលប្រទេសមានអាសន្នយើងអត់អាចដើរហួសទេគឺយើងត្រូវថយមួយជំហានដើម្បីទាញប្រទេសយើងនឹងចាជួយប្រទេសយើងឲ្យត្រឡប់មកវិញហើយបើយើងឃើញប្រទេសអញ្ចឹងយើងដើរហួសមួយជំហានហើយតើអ្នកណាអ្នកស្រង់ប្រទេសអ្នកអាចស្រង់ប្រទេសបានមិនមែនថ្នាក់ដឹកនាំទេណាគឺប្រជាពលរដ្ឋថ្នាក់ដឹកនាំគាត់គ្រាន់តែជាតំណាងប្រទេសមួយចាប់ចែងការរីកចម្រើនលុយថវិកាហើយនឹងការពារជាតិគាត់គ្មានចាអ្វីដែលអាចទៅប្រឹងងើបឈរឡើងដើម្បីការពារប្រទេសដោយគ្មានប្រជាពលរដ្ឋបានទេអញ្ចឹងដូច្នេះរឿងអីក៏ត្រូវតែមានប្រជាពលរដ្ឋដែរព្រោះយើងជាខ្មែរដូចគ្នាណាទឹកដីយើងតែមួយគេហៅថាជា family តែមួយយើងជាគ្រួសារតែមួយរឿងអីដែលយើងត្រូវមានបញ្ហាយើងទៅទម្លាក់ចាកំហុសទៅរៀមច្បងបើខ្ញុំនិយាយឲ្យខ្លីថាប្រទេសទាំងមូលរៀមច្បងយើងគឺអ្នកណាគឺនាយករដ្ឋមន្ត្រីហើយយើងគឺជាប្រជាពលរដ្ឋយើងគឺជាប្អូនចាបងគឺតែងតែទទួលសម្ពាធណាពីសត្រូវដើម្បីការពារប្អូនហើយបើយើងជាប្អូនយើងឃើញបងមានបញ្ហាយើងអត់ចូលរួមដោះស្រាយហើយដោះស្រាយមានប្របាកអីបងប្អូនហើយបងមានតែម្នាក់ទេការពារតែប្អូនវិញពី3នាក់អញ្ចឹងរួមគ្នាទៅម្នាក់ម្ដាយមួយជើងទៅបើគេថាប្រទេសថៃគាត់ទៀមបំណុលយើងរីគ្នាទៅណាឥឡូវថាប្រទេសណាមើលងាយខ្មែរយើងបងប្អូនហ្នឹងយើងរីគ្នាមកមិនមែនរីរាល់ថ្ងៃរីរាល់ខែរីរាល់ឆ្នាំណារួចបំណុលគេរីតែម្ដងរួចបំណុលគេមកជីវិតហើយយើងអត់នាំគ្នាធ្វើម្នាក់4 10 20 រៀលដើម្បីជួយស្រង់ប្រទេសជាតិដើម្បីជួយចាសងបំណុលជាតិយើងស្រែកថាមិនជួយហើយចាបើយើងមិនជួយអ្នកណាទៅជួយនាយករដ្ឋមន្ត្រីណាគាត់មានលុយរាប់សិបលានទៅជួយប្រទេសទៅសងបំណុលប្រទេសតែឯងហ្នឹងមានតតែយើងហ្នឹងឯងនាំគ្នាជួយគ្នាដែរហើយម្នាក់10 20 រៀលច្រើនអីបងប្អូនហើយដើម្បីបំណុលប្រទេសនោះខ្ញុំថាអត់ច្រើនទេហើយបើសិនជាមានឱកាសមានមនុស្សល្អស្មោះត្រង់កាន់កាប់ការងារហ្នឹងខ្ញុំចាញ់លុយមិនគេណាតើខ្ញុំក្រលហាមខ្ញុំមិនមែនសទ្ធិខ្ញុំមិនមែនជាអ្នករស់ស៊ីមានបានដូចគេខ្ញុំក្រមិនក្តៅទោះខ្ញុំក្រមិនក្តៅក៏ខ្ញុំចាញ់ដែរណាឲ្យតែមានមនុស្សត្រង់កាន់លុយកញ្ចប់ហ្នឹងចាខ្ញុំសុខចិត្តផ្ដើមកំណត់មុនគេបើសិនជាបងប្អូនចាចូលរួមខ្ញុំចូលរួមមុនគេណាព្រោះអានេះគឺជាយុទ្ធសាស្ត្រដើម្បីចានេះគឺជាយុទ្ធសាស្ត្រដើម្បីលើកចាប្រទេសជាតិចានឹងប្រជាពលរដ្ឋរបស់យើងឲ្យគេស្ញប់ស្ញែងសរសើរថាខ្មែររួមគ្នាបានល្អខ្មែរស្រុកគ្នាបានល្អអាណាចង់វាយបំបាក់ខ្មែរប្រហែលបន្តិចហើយនេះអានឹងមកពីអីមកពីប្រជាពលរដ្ឋត្រូវតែរួមគ្នាកុំអីតិចតម្លាក់លើណាអ្នកនោះយើងជាប្រជាពលរដ្ឋយើងជាគ្រួសារតែមួយបើយើងមិនរួមគ្នាឲ្យប្រទេសណាមករួមជាមួយយើងគឺជា family Cambodia មិនមែន family Thailand មិនមែន family វៀតណាមឬក៏ថា family ចិនទេយើងគឺខ្មែរ family ខ្មែរយើងបងប្អូនគ្នាជួយគ្នាប្រទេសមានអាសន្នកុំគិតរឿងចា
បងប្អូនល្អបងប្អូនអាក្រក់ជួយគ្នាឲ្យរួចអាសន្នសិនចប់រឿងហើយនេះគឺជាយោបល់របស់ខ្ញុំហើយសម្រាប់ការសង្គមជាចំណែកមួយការរួមគ្នាប្រើចាភាពស្មោះត្រង់សកម្មភាពនេះគឺជារឿងធំបំផុតជាមួយនឹងសង្គម social media យើងជាពាក់បំណុលគេយើងមិនមែនទៅ like ទៅ share ឲ្យបានលុយសងបំណុលទេអ្វីដែលយើងអាចសងបំណុលបានគឺការរួមគ្នានៅក្នុងកញ្ចប់ថវិកាមួយគឺជាប្រជាពលរដ្ឋហើយសូមឲ្យមនុស្សស្មោះត្រង់និងចិត្តប្រកបកាន់កញ្ចប់ហ្នឹងដើម្បីចាចាប់ចែងការសងបំណុលទៅប្រទេសនីមួយៗមិនមែនចាបានហើយយកទៅទិញទ្រព្យសម្បត្តិខ្លួនឯងហើយចាបំណុលក៏មិនសងហើយចាធ្វើឲ្យប្រជាពលរដ្ឋរួមគ្នានឹងខកបំណងណាកុំទេចាអញ្ចឹងសូមរើសអ្នកកាន់កាប់កញ្ចប់លុយហ្នឹងឲ្យបានត្រឹមត្រូវរួមគ្នាឲ្យមានចិត្តបរិសុទ្ធឲ្យស្រុះគ្នាទោះជាប្រទេសណាចង់ជន់ប្លេខ្មែរក៏ជន់មិនបានដែរសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនយល់យ៉ាងណាសម្រាប់ក្នុងវីដេអូនេះអាចខមមិនខាងក្រោមវីដេអូខ្ញុំបានចារាល់កំហុសខុសឆ្គងកន្លែងប្រការណាខ្ញុំសូមអភ័យទោសទុកជាមុនសូមអរគុណ